បាទសួស្តីបងប្អូនគ្នាឥឡូវយើងអាប់ដេតការតត្រួយស្វាយរបស់យើងកាលពី3ថ្ងៃមុនឥឡូវឃើញថាវាលាស់ត្រួយហើយត្រួយដែលយើងយកមកតដែលវាចេញទៅលោកតិចតិចហ្នឹងវាអត់ស្វិតទេបាទវាចេញត្រួយមកហើយបងប្អូនបាទអញ្ចឹងមានន័យថាវាជាប់ហើយបាទហើយយើងតបាន3ថ្ងៃហ្នឹងបងបាទ3ថ្ងៃហ្នឹងហើយអញ្ចឹងឃើញថាអត់ស្វិតត្រួយលាស់ចេញមកតាមធម្មតាបាទពេលស្នាមតនៅខៀវដែរបាទអានេះយើងតបែបសោកពីចំហៀងហ្នឹងបងបាទយើងចិត្តមកចំហៀងវែងមកចំហៀងទៀតប៉ិនកញ្ចក់ដៃហើយយើងសោកបញ្ចូលបាទយើងចិត្តអានេះមកហើយយើងចិត្តមិនពូជឲ្យវាវែងស្មើគ្នាហើយកន្លែងនេះយើងប៉ិតវាបាទប៉ិតវាអញ្ចឹងហើយយើងសោកចូលរុំវាបាទដោយយើងជ្រើសរើសមេឃស្វាយដែលវាចេញត្រួយបាទលាស់ត្រួយមកពីមកបងប្អូនបានតាមដានពីវីដេអូក្នុងកាលពី3ថ្ងៃមុនប្រកាសជាឃើញហើយថាមេឃពូដែលខ្ញុំយកមកតនេះគឺវាមានលាស់ត្រួយបន្តិចចេញមកអញ្ចឹងដល់ពេលរុំខ្ញុំរុំវាអត់ចិត្តទេខ្ញុំរុំទុកអាត្រួយដែលវាចេញហ្នឹងឲ្យវានៅចេញដែរខ្ញុំរុំចិត្តតែកន្លែងដែលมันមានលាស់ត្រួយបាទអញ្ចឹងឃើញថាក្រោយពី3ថ្ងៃដែលយើងតមកការលូតលាស់របស់ត្រួយគឺនៅធម្មតាបាទចឹងមានន័យថាជោគជ័យបាទអញ្ចឹងបងប្អូនអាចរៀនធ្វើតាមបានបាទអញ្ចឹងការតអត្រាជាប់គឺ 100% គឺអត់ងាប់ទៅវិញទេបាទដូចជាមេឃនេះជាដើមអញ្ចឹងបាទការលូតលាស់មកគឺត្រួយលាស់ល្អតែម្ដងបងប្អូនទេបាទនេះគឺស្នាមតរបស់យើងបាទបែបសោកដូចគ្នាបងប្អូនសោកពីចំហៀងដូចที่ខ្ញុំបានបង្ហាញអញ្ចឹងបាទអានេះមួយខែជាងហ្នឹងបាទជាប់មកតាមធម្មតាអូខេអរគុណ